នៅព្រឹកព្រលឹមមួយចន្លោះប្រហាក់ប្រហែលជាម៉ោង 6 ទៅម៉ោង 7 ព្រឹកនេះឯងក៏ស្រាប់តែមានលោកតាម្នាក់ដែលគាត់មានឈ្មោះថាតាខឿនស្របពេលនោះគឺគាត់បានដើរសម្ដៅទៅកាន់ផ្ទះខ្លាចជិតស្និទ្ធរបស់គាត់ម្នាក់មើលទៅតាខឿនហាក់បីដូចជាគាត់មានរឿងអីមួយចង់ពិភាក្សាជាមួយនឹងខ្លារបស់គាត់ដោយដើរបានបន្តិចក្រោយមកគាត់ក៏បានដើរទៅដល់ផ្ទះខ្លាគាត់នោះទៅអាសមអើយអាសមហើយឯងកំពុងតែនៅផ្ទះដែរឬអត់នឹងថ្មនឹងតាខឿនបន្ទាប់ពីគាត់ស្រែកហៅតាសមនៅទល់មុខផ្ទះរបស់គាត់បានមួយស្របក់ក្រោយមកទៅតាសមខ្លាចរបស់គាត់ក៏បានដើរចេញពីក្នុងផ្ទះហើយនិយាយថាគ្នានៅផ្ទះតើហើយឯងមករកគ្នាមានការអីមែនទេគ្នាមកនេះគឺចង់មកបបួលឯងចូលទៅក្នុងព្រៃក្រែងលោបានសัตว์យកមកផ្ទះវិញហើយឯងចង់ទៅជាមួយនឹងគ្នាដែរឬអត់ចុះមិនទៅស្អីគ្នាក៏តំណេមិនដឹងធ្វើអីបានឯងមកបបួលចូលទៅក្នុងព្រៃក៏ល្អដែរពីព្រោះថាខានចូលទៅក្នុងព្រៃយូរគួរសមណាស់ហើយឯងគិតថាមកបបួលអញទៅថ្ងៃណាដែរគ្នាគិតថាមកបបួលឯងទៅខានស្អែកឯងគិតយ៉ាងម៉េចទៅខានស្អែកក៏បានដែរពីព្រោះថាថ្ងៃហ្នឹងគឺជាថ្ងៃល្អផងតាពួកគាត់ទាំងពីរនាក់ទាំងតាសំហើយនិងតាខឿនបន្ទាប់ពីនិយាយប្រងព្រៀងគ្នារួចរាល់ហើយពួកគាត់ក៏បានសម្រេចចិត្តថាធ្វើដំណើរចូលទៅក្នុងព្រៃនៅថ្ងៃខានស្អែកលុះនៅពេលព្រឹកព្រលឹមឡើងនៅថ្ងៃខានស្អែកតាពួកគាត់ទាំងពីរនាក់ក៏បាននាំគ្នាធ្វើដំណើរចាក់ចេញពីផ្ទះដើរសម្ដៅទៅកាន់ព្រៃដែលនៅឆ្ងាយពីភូមិគួសមហើយទឹកដីព្រៃដែលពួកគាត់ធ្វើដំណើរទៅបរបាញ់សត្វនោះវាគឺជាទឹកដីព្រៃឡង់មួយដែលស្ថិតនៅក្នុងខេត្តកំពង់ធំដោយដែលយើងដឹងស្រាប់ហើយថាទឹកដីព្រៃឡង់ក្នុងសម័យមុនគឺជាទឹកដីមួយដែលសម្បូរធនធានព្រៃឈើហើយនិងសត្វព្រៃជាច្រើនប៉ុន្តែគ្រាន់តែថាព្រានប្រមាញ់បរបាញ់សត្វចូលទៅដល់ក្នុងទឹកដីព្រៃនោះគឺតែងតែបានជួបនៅរឿងរ៉ាវប្លែកៗចម្លែកនៅក្នុងព្រៃនោះដោយហេតុថាទឹកដីព្រៃនោះគឺសម្បូរទៅដោយច្រាបហើយតាពួកគាត់ធ្វើដំណើរចូលទៅក្នុងព្រៃនោះគឺយកកាំភ្លើងមួយដើមម្នាក់តែប៉ុណ្ណោះដោយពួកគាត់គិតថាចូលទៅក្នុងព្រៃ2 ទៅ 3ថ្ងៃតែប៉ុណ្ណោះបន្ទាប់ពីបានសត្វព្រៃហើយពួកគាត់នឹងវិលត្រឡប់មកភូមិផ្ទះរបស់ពួកគាត់វិញតាពួកគាត់ដើររហូតទៅដល់ល្ងាចក៏ចាប់ផ្ដើមចូលទៅដល់ក្នុងទឹកដីព្រៃឡង់ដោយបើមើលពីស្ថានភាពនៃទឹកដីព្រៃឡង់នោះគឺមានស្ថានភាពដើមឈើធំហើយនឹងណែនណាន់តាន់តាប់តាសំតាខឿនបន្ទាប់ពីឃើញថាពួកគាត់ធ្វើដំណើររៀងល្ងាចគួរសមណាស់ដែរមួយយ៉ាងវិញទៀតចូលទៅក្នុងព្រៃឡង់នោះក៏រៀងជ្រៅពួកគាត់ក៏បានសម្រេចចិត្តថារកកន្លែងមួយដែលសមរម្យហើយនឹងទំនងមានសត្វព្រៃពូវាអាចឆ្លងកាត់ទៅតាពួកគាត់ទាំងពីរនាក់ក៏ចាប់ផ្ដើមសម្រេចចិត្តថាបោះធ្នាក់សង់ធ្នើដើម្បីត្រៀមចាំបាញ់សត្វនៅយប់នេះបន្ទាប់ពីពួកគាត់ទាំងពីរនាក់បោះធ្នាក់នៅលើដើមឈើរួចនៅពេលនោះគឺវាប្រហែលជាម៉ោង 5 ទៅម៉ោង 6 ល្ងាចនេះឯងហើយពួកគាត់នៅអង្គុយចាំមើលពីស្ថានភាពទិដ្ឋភាពនៅក្នុងព្រៃមើលទៅព្រៃនៅទីនោះគឺមានដើមឈើធំស្រូងស្រាងតែម្ដងតែបើតែថានៅក្នុងព្រៃនោះគឺរៀងក្រាស់បន្តិចក៏ពិតមែនដោយស្ថានភាពពេលល្ងាចអញ្ចឹងក៏មិនសូវជាគួរឲ្យខ្លាចប៉ុន្មាននោះទេដោយតាពួកគាត់ទាំងពីរនាក់នៅអង្គុយចាំបាញ់សត្វរហូតទៅដល់ប្រហែលជាម៉ោង 8 ទៅម៉ោង 9 យប់ទិដ្ឋភាពស្ថានភាពនៅក្នុងទឹកដីព្រៃឡង់នោះក៏ចាប់ផ្ដើមមានអារម្មណ៍ថាគួរឲ្យខ្លាចបន្តិចហើយតាសំតាខឿនពួកគាត់ទាំងពីរនាក់នេះមិនបានដុតភ្លើងបំភ្លឺនៅលើធ្នាក់ឬក៏នៅខាងក្រោមធ្នាក់សំបីតែបន្តិចសោះឡើយដោយមូលហេតុដែលពួកគាត់មិនដុតភ្លើងក៏ព្រោះតែតាពួកគាត់គិតថាប្រសិនបើសត្វព្រៃពួកវាបានមើលឃើញភ្លើងច្បាស់ណាស់ពួកវាប្រកាសជាមិនដាច់ឆ្លងកាត់នៅខាងក្រោមធ្នាក់របស់ពួកគាត់ឡើយមូលហេតុនេះឯងទៅពួកគាត់សុកចិត្តអង្គុយនៅលើធ្នាក់ចាំបាញ់សត្វទាំងងងឹតរហូតទៅដល់យប់ជ្រៅកន្លងប្រហាក់ប្រហែលជាជាង2 កណ្ដាលអាធ្រាត្រក៏ស្រាប់តែមានឆ្លុះមួយក្បាលវាក៏បានដើរចេញពីក្នុងព្រៃ
មើលទៅឆ្លុះមួយក្បាលនោះដែរគឺវាដើរតម្រង់ឆ្លងកាត់ទៅខាងក្រោមធ្នាក់របស់តានេះឯងអាខឿននោះដូចជាសត្វឆ្លុះវាកំពុងតែដើរឆ្លងកាត់នៅទីនេះសត្វឆ្លុះមែនតើស្ងាត់ចាំមើលវាដើរមកដល់ទីនេះចាំបាញ់វាតាពួកគាត់ទាំងពីរនាក់បន្ទាប់ពីនិយាយបែបនឹងហើយនៅពេលដែលឆ្លុះមួយក្បាលនោះវាបានដើរជិតទៅដល់ទៅក្បែរធ្នាក់របស់ពួកគាត់ភ្លាមតាសំឃើញបែបនោះមិនរងចាំយូរឡើយដោយគាត់ក៏បានទាញកាំភ្លើងរបស់គាត់ភ្ជុងតម្រង់បាញ់មកកាន់សត្វឆ្លុះមួយក្បាលនោះហើយទឹកដៃរបស់តាសំដែលគាត់បានបាញ់សត្វឆ្លុះមួយក្បាលនោះគឺមិនអន់ឡើយដោយគាត់បានតម្រង់បាញ់ទៅកាន់ក្បាលរបស់វាត្រូវពីរគ្រាប់ធ្វើឲ្យឆ្លុះមួយក្បាលនោះវាក៏បានដួលប្រកាច់ដេកស្លាប់នៅលើដីមួយរំពេចអាចនិយាយបានថាគឺវាដេកស្លាប់យ៉ាងអនោចអធមតែម្ដងអាសំយើងគួរតែទាញឆ្លុះមកដាក់ខាងក្រោមធ្នាក់ឬក៏យ៉ាងម៉េចទៅហើយមិនបាច់ចំចោះទៅទេឯងដើរនៅក្នុងព្រៃយូរហើយធ្វើដូចជាមិនដឹងចោះទៅខាងក្រោមវាផ្សល់នឹងគ្រោះថ្នាក់ណាស់មិនបាច់ទេទុកឲ្យវានៅទីនឹងហើយចាំព្រឹកទៅតាខឿនពេលនោះគឺគាត់មានគោលបំណងចង់អូសទាញឆ្លុះដាក់មកខាងក្រោមធ្នាក់ក៏ប៉ុន្តែក៏ត្រូវបានតាសំគាត់ក៏ហាមឃាត់មិនបាច់ចុះទៅខាងក្រោមនោះទេទុកវាឲ្យនៅទីនោះសិនហើយចាំព្រឹកចាំគិតទៀតរហូតដល់ប្រហែលជាម៉ោង 2 ទៅម៉ោង 3 ទៀបភ្លឺតាខឿនគឺគាត់នៅអង្គុយចាំមើលពីស្ថានភាពចំណែកឯតាសំពេលនោះគឺគាត់បានដេកលងលក់បាត់ទៅហើយនៅខណៈពេលដែលតាខឿនគាត់កំពុងតែអង្គុយមើលពីស្ថានភាពនៅខាងក្រោមធ្នាក់នោះសកក៏ស្រាប់តែរឿងដ៏រន្ធត់មួយក៏បានកើតឡើងទៅលើគាត់ដោយគាត់បានមើលឃើញអ្វីនោះទេពេលនឹងហើយគាត់ក៏បានបើកភ្នែកធំភ័យស្លន់ស្លោយកគ្នាតែម្ដងដោយតាមក៏ពិតទៅអ្វីដែលគាត់បានមើលឃើញនៅខាងក្រោមធ្នាក់នោះមានខ្មោចព្រៃមួយក្បាលដែលវាកំពុងតែស៊ីឆ្លុះមើលទៅគឺវាពិតជាខូខើហើយនឹងសាហាវព្រៃផ្សៃមែនតែនអញ្ចឹងហើយក៏ព្រោះតែឃើញបែបហ្នឹងគាត់ក៏បានដាស់ហៅតាសំសំមើលទៅខ្មោចព្រៃនេះគឺវាខូខើណាស់វើយស្ងាត់ក៏មាត់កុំឲ្យវាដឹងថាពួកយើងកំពុងតែអង្គុយនៅលើធ្នាក់ឲ្យវាស៊ីឆ្លុះនោះក៏ស៊ីទៅខ្មោចព្រៃមួយក្បាលនោះនៅពេលដែលវាកំពុងតែស៊ីឆ្លុះនោះហាក់បីដូចជាវាមិនទាន់បានដឹងថាតាពួកគាត់ទាំងពីរនាក់កំពុងតែអង្គុយនៅលើធ្នាក់នៅលើដើមឈើនោះទេមើលទៅវាកំពុងតែស៊ីឆ្លុះដែលតាសំបានបាញ់បានយ៉ាងឆ្ងាញ់តែម្ដងខឿនមើលទៅវាប្រហែលជាដឹងថាពួកយើងកំពុងតែនៅលើធ្នាក់ហើយអញ្ចឹងពួកយើងត្រៀមទប់ទល់ជាមួយនឹងវាមើលទៅវាដឹងថាតាពួកគាត់កំពុងតែនៅលើធ្នាក់ដោយមើលពីសភាពលក្ខណៈខ្មោចព្រៃដែលពួកគាត់បានឃើញនោះភ្នែករបស់វាឡើងក្រហមចំណែកឯចង្កូមឡើងសឆ្ញាញ់តែម្ដងខ្មោចព្រៃមួយក្បាលនោះបន្ទាប់ពីត្រូវគ្រាប់បំភ្លើងរបស់តាវាក៏បានដេកដួលនៅលើដីភ្លាមតែម្ដងពេលនឹងហើយដែលធ្វើឲ្យតាពួកគាត់ទាំងពីរនាក់បានគិតថាខ្មោចព្រៃមួយក្បាលនោះប្រហែលជាវាមិនអាចឡើងទៅលើធ្នាក់ធ្វើទុកបុកម្នេញដល់គាត់ទៀតបានទេប៉ុន្តែខណៈពេលនោះគឺមិនដូចជាការគិតរបស់ពួកគាត់ឡើយហើយអានេះខ្លាំងរបស់វាវើយកុំភ្លើងធម្មតាធ្វើអីវាមិនកើតទេមើលទៅពួកយើងមានតែប្រើវិធីមួយយ៉ាងទេស្របនៅពេលនោះតាសំដោយសារតែគាត់គឺជាព្រានព្រៃដែលចេះនៅរបៀនអាគមអូមអាមគាត់ក៏បានធ្វើពិធីកម្មសូត្រនៅបរិកម្មគាថាបញ្ចុះអាគមឬក៏ដាស់ទៅលើកំភ្លើងរបស់គាត់ខ្មោចព្រៃមួយក្បាលនោះបន្ទាប់ពីត្រូវបានតាសំហើយនឹងតាខឿនបាញ់វាទម្លាក់ពីលើដើមឈើកំភ្លើងរបស់តាសំដែលបញ្ចុះទៅដោយអាគមនៅតែមិនអាចធ្វើអ្វីវាបានប៉ុន្តែពេលនោះវាក៏មិនបានធ្វើអីទៅលើតាទៀតដែរដោយវាក៏បានរត់ចាក់ចេញពីទីនោះហើយនឹងអូសទាញសត្វឆ្លុះរត់ចូលទៅក្នុងព្រៃបាត់
lúcនៅពេលព្រឹកឡើងដំបូងតាតាពួកគាត់ទាំងពីរនាក់ក៏បានគិតថាបំរុងនឹងចាក់ចេញពីទីនោះដែរទៅបោះធ្នាក់ដើម្បីបោះបាញ់សត្វកន្លែងផ្សេងតែក៏មិនដឹងថាមូលហេតុអីឡើយក៏ស្រាប់តែពួកគាត់ក៏បានគិតថានៅចាំបោះបាញ់សត្វនៅកន្លែងនឹងមួយយប់ទៀតអញ្ចឹងហើយដែលធ្វើឲ្យតាសំហើយនឹងតាខឿនពួកគាត់ទាំងពីរនាក់ក៏បាននៅក្នុងព្រៃនោះទៀតទៅយប់ក៏បានមកដល់នៅកន្លងប្រហែលជាម៉ោង 9 ទៅម៉ោង 10 ខណៈពេលដែលតាពួកគាត់កំពុងតែអង្គុយនៅលើធ្នាក់រងចាំបាញ់សត្វសោកក៏ស្រាប់តែមានបុរសម្នាក់មានវ័យកណ្ដាលដើរចេញពីក្នុងព្រៃសំដៅទៅកាន់ធ្នាក់របស់តាមើលទៅគេហាក់បីដូចជាបានដឹងថាតាពួកគាត់ទាំងពីរនាក់នៅកន្លែងធ្នាក់នោះស្រាប់អញ្ចឹងហើយមិនយូរនោះទេបុរសម្នាក់នោះក៏បានដើរទៅដល់ខាងក្រោមធ្នាក់របស់តាលោកអ៊ំទាំងពីរកំពុងតែមកបោះបាញ់សត្វមែនទេប្រសិនបើលោកអ៊ំទាំងពីរចង់បានសត្វនៅក្នុងព្រៃខាងនោះគឺមិនខ្វះទេខ្ញុំនាំទៅតាសំតាខឿនបន្ទាប់ពីឮបុរសម្នាក់នោះនិយាយបែបហ្នឹងគាត់ក៏ពុំបាននិយាយឆ្លើយឆ្លងតបតទៅកាន់បុរសម្នាក់នោះអីនោះឡើយប៉ុន្តែពួកគាត់បែរទៅជាលើកកំភ្លើងបាញ់ទៅកាន់បុរសម្នាក់នោះទៅវិញហើយបុរសម្នាក់នោះបន្ទាប់ពីត្រូវគ្រាប់កំភ្លើងរបស់តាដែលបានបាញ់ត្រូវក៏ស្រាប់តែគេក៏បានដួលដេកនៅលើដីភ្លាមតែម្ដងតែពេលនោះគ្រាប់កំភ្លើងរបស់តាដែលបានបាញ់ត្រូវគឺមិនអាចធ្វើអ្វីគេបានឡើយតែនៅពេលដែលគេស្ទុះងើបនោះគេក៏បានប្រែក្លាយទៅជាខ្មោចព្រៃរូបរាងឡើងអាក្រក់តែម្ដងសំឡឹងទាំងកៅភ្នែកឡើងក្រហមតែតមកកាន់ពួកគាត់ទាំងពីរនាក់នៅលើធ្នាក់ហើយបញ្ចេញចង្កូមវែងឡើងសឆ្ញាញទាំងមុខរបស់វាគឺកំពុងតែចង់អាឃាតនឹងចង់គំនុំទៅលើតាស្របនៅពេលនោះហើយក៏ស្រាប់តែខ្មោចព្រៃមួយក្បាលនោះវាក៏បានរត់ហក់ឡើងទៅលើធ្នាក់របស់តាតែម្ដងតានៅពេលដែលពួកគាត់ឃើញថាខ្មោចព្រៃមួយក្បាលនោះលោតហក់ឡើងមកលើធ្នាក់បែបហ្នឹងគឺពួកគាត់ភ័យរន្ធត់ជាខ្លាំងដោយពេលនោះវាបានបញ្ចេញក្រហមថ្មិញសឆ្ញាញគួរឲ្យខ្លាចដាក់មកកាន់ពួកគាត់មើលទៅខ្មោចព្រៃមួយក្បាលនោះមៀតរបស់វាគឺពិតជាធំខ្លាំងណាស់ធ្វើឲ្យតាពួកគាត់ទាំងពីរនាក់បានត្រឹមតែឈរមើលឡើងគៀងក៏ប៉ុន្តែបន្តិចក្រោយមកខណៈពេលនោះបន្ទាប់ពីពួកគាត់ទាំងពីរនាក់ទប់អារម្មណ៍ទប់ស្មារតីបានក៏ចាប់ផ្ដើមលើកកំភ្លើងតម្រង់បាញ់ទៅកាន់ខ្មោចព្រៃនោះយកតែម្ដងប៉ុន្តែក៏ស្រាប់តែពួកគាត់ក៏ត្រូវបានវិទាត់ហើយនឹងទះទម្លាក់ពីលើធ្នាក់ទៅវិញមើលទៅខ្មោចព្រៃមួយក្បាលនោះគឺវាខូចខើហើយនឹងកាចសាហាវណាស់សំណាងល្អដែលតាពួកគាត់ទាំងពីរនាក់ធ្លាក់ពីលើធ្នាក់ហើយមិនបានកើតអ្វីធ្ងន់ធ្ងរនិយាយទៅពួកគាត់ទាំងពីរនាក់គ្រាន់តែក្រោមក្នុងបន្តិចបន្តួចតែប៉ុណ្ណោះបន្ទាប់ពីពួកគាត់ទាំងពីរនាក់ស្ទុះងើបពីដីហើយពេលហ្នឹងតាដោយដឹងថាពិបាកនឹងទប់ទល់ជាមួយនឹងវាក៏នាំគ្នារត់ចាក់ចេញពីទីនោះចំណែកឯខ្មោចព្រៃដែលកាចសាហាវមួយក្បាលនោះវាក៏មិនទុកឲ្យតាពួកគាត់ទាំងពីរនាក់មានជីវិតឡើយអញ្ចឹងហើយក៏បានស្ទុះហក់លោតចុះពីលើធ្នាក់ដេញតាមតាពួកគាត់ទាំងពីរនាក់តែម្ដងដោយគ្រាន់តែពួកគាត់រត់ទៅដល់ជិតមាត់ព្រៃក៏ស្រាប់តែមានខ្មោចព្រៃពីរក្បាលទៀតចេញពីក្នុងព្រៃមករាំងពួកគាត់ដូច្នេះពួកគាត់ទាំងពីរនាក់បានត្រឹមតែឈរនៅប្រឈមមុខជាមួយនឹងពួកវាដូច្នេះហើយពេលហ្នឹងក៏អាចនិយាយបានថាមួយចានទឹកមួយចានគោកសម្រាប់ពួកគាត់មិនដឹងថាពេលនោះកំពុងតែចោលជីវិតនៅក្នុងព្រៃឬក៏យ៉ាងណានោះទេពីព្រោះតែខ្មោចព្រៃទាំងអស់នេះពួកវាកាចសាហាវខ្លាំងណាស់តាសំដោយសារតែគាត់ឃើញថាមិនស្រួលបែបហ្នឹងគាត់ក៏បានដកគ្រាប់កំភ្លើង3គ្រាប់ចេញពីបង់កំភ្លើងបន្ទាប់មកក៏សែបសូត្រនៅមុនគេថាបញ្ចុះអាគមទៅលើគ្រាប់កំភ្លើងទាំង3គ្រាប់នោះបន្តិចក្រោយមករឿងដ៏រន្ធត់មួយក៏បានកើតឡើងទៅលើពួកគាត់ទាំងពីរនេះដោយខ្មោចព្រៃទាំងនោះវាបានសម្រុកចូលទៅធ្វើទុកបុកម្នេញដល់ពួកគាត់ប៉ុន្តែនៅពេលដែលតាសំគាត់ប្រើគ្រាប់កំភ្លើងដែលគាត់បានបញ្ចុះអាគមបាញ់ទៅកាន់មេកន្ទ្រៀងរបស់វាក៏ស្រាប់តែមេកន្ទ្រៀងខ្មោចព្រៃនោះវាក៏បានស្រែកក្តៅរោលរៀល
ដោយឆ្នេះហើយដែលធ្វើឲ្យបរិវាររបស់វាទាំងពីរក្បាលទៀតក៏ត្រូវបានភ្លើងឆាប់ឆេះពេញលើរូបរាងកាយដោយតែមេកន្ទ្រីងរបស់វាដែរអញ្ចឹងហើយដែលធ្វើឲ្យពួកវាស្រែកអើងកង់ពេញព្រៃតែម្ដងសំណាងល្អហើយដែលតាសំគាត់គឺជាព្រានយល់ដឹងពីរបៀបមន្តអាគមជាច្រើនប្រសិនបើគាត់ពុំបានយល់ដឹងនៅរបៀបមន្តអាគមនោះទេច្បាស់ជាពួកគាត់នឹងត្រូវខ្លាយទៅជាចំណីរបស់ខ្មោចព្រៃជាក់ជាមិនខានខ្មោចព្រៃទាំងនោះបន្ទាប់ពីវាស្រែកវាក៏ត្រូវបានកំចាយរលាយម្ដងមួយក្បាលមិនថាតែមេកន្ទ្រៀងឬក៏បរិវារហើយនឹងកូនចៅរបស់វាឡើយបន្ទាប់ពីតាសំគាត់បង្ក្រាបហើយនឹងកំចាត់ខ្មោចព្រៃទាំងនោះបានសម្រេចហើយស្របពេលនោះតាសំគាត់ក៏បានដើរគ្រាតាខឿនដើម្បីដើរចាក់ចេញពីក្នុងព្រៃនោះមើលទៅតាខឿនក៏គាត់រងរបួសធ្ងន់ធ្ងរណាស់ដែរហើយក៏លែងនៅបន្តចាំបោកបាញ់សត្វនៅក្នុងព្រៃនោះទៀតដែរពីព្រោះតែវាផ្សងនៅគ្រោះថ្នាក់ខ្លាំងពេកដូច្នេះហើយដែលធ្វើឲ្យពួកគាត់នាំគ្នាដើរចាក់ចេញពីព្រៃនោះទាំងពីកដាលអាត្រៀតតែម្ដងហើយរឿងរបស់យើងក៏សូមបញ្ចប់តែប៉ុណ្ណេះដោយប្រសិនបើអ្នកទាំងអស់គ្នាចូលចិត្តទស្សនាប្រភេទវីដេអូ 3D អ្នកទាំងអស់គ្នាគ្រាន់តែជួយចុច Subscribe ទៅលើនីតិរន្ធត់ 3D ដើម្បីលើកទឹកចិត្តដល់ខ្ញុំបាទក្នុងការផលិតខ្ញុំបាទនឹងព្យាយាមផលិតវីដេអូប្រភេទ 3D នេះឲ្យអ្នកទាំងអស់គ្នាបានទស្សនាជាបន្តបន្ទាប់ទៀតហើយប្រសិនបើមានពាក្យពេចន៍មិនសមរម្យនៅចំណុចណាមួយក៏សូមអធិស្ឋានដល់ខ្ញុំបាទផងជាចុងក្រោយនីតិរន្ធត់ 3D ក៏សូមអរគុណនិងសូមជម្រាបលា